ខ្ញុំចង់จะឆ្ងល់ថាថៃបានចោទកម្ពុជារំលោភទៅលើថៃតែហេតុអីបានថៃខ្វះសេចក្តីក្លាហានប្តឹងកម្ពុជាទៅកាន់តុលាការនៅព្រឹកថ្ងៃសុក្រត្រូវនឹងថ្ងៃទី27ខែមិថុនាឆ្នាំ2025សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្តក្រុងស្រុកឃុំសង្កាត់ក្នុងខេត្តព្រះវិហារដោយសម្ដេចក៏បានលើកឡើងទាក់ទងនឹងបញ្ហាព្រំដែនរវាងកម្ពុជានិងថៃដើម្បីស្វែងរកសន្តិភាពកុំឲ្យមានសង្គ្រាមកើតឡើងហើយក៏បានចោទសួរសំណួរមួយទៅកាន់ប្រទេសថៃយ៉ាងចំថាបន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្តក្រុងស្រុកឃុំសង្កាត់ក្នុងខេត្តព្រះវិហារសម្ដេចបានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ដែលបានថែរក្សានូវសន្តិសុខសណ្ដាប់ធ្នាប់ជូនដល់ប្រជាជនកម្ពុជាតាំងពីដើមរហូតដល់សប្តាហ៍ថ្ងៃនេះទាក់ទងនឹងបញ្ហាព្រំដែនសម្ដេចតេជោបានមានប្រសាសន៍ថាបញ្ហាជម្លោះព្រំដែនរវាងកម្ពុជាថៃសម្ដេចតែងតែសម្របសម្រួលដោះស្រាយដោយសន្តិវិធីតាមផ្លូវតុលាការផងដើម្បីស្វែងរកសន្តិភាពកុំឲ្យមានសង្គ្រាមកើតឡើងសប្តាហ៍ថ្ងៃនេះភាគីថៃបានពង្រីកជម្លោះនេះរីករាលដាលលើគ្រប់វិស័យកម្ពុជានៅតែប្រកាន់ជំហរដោះស្រាយដោយយន្តការទ្វេភាគីផងនិងតាមផ្លូវតុលាការផងពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជាថៃដែលមានប្រវែងប្រមាណ850គីឡូម៉ែត្រក្នុងនោះយន្តការដែលត្រូវដោះស្រាយតាមផ្លូវតុលាការអន្តរជាតិប្រមាណ50គីឡូម៉ែត្រដោយសម្ដេចបានចោទសួរថាថៃបានចោទកម្ពុជាថាកម្ពុជារំលោភអធិបតេយ្យភាពរបស់ថៃចុះហេតុអ្វីថៃមិនប្តឹងកម្ពុជាទៅកាន់តុលាការអន្តរជាតិចុះហេតុអ្វីថៃមិនហ៊ានទៅដោះស្រាយនៅតុលាការអន្តរជាតិជាមួយកម្ពុជាសម្ដេចបានបញ្ជាក់ជាថ្មីម្ដងទៀតថាកម្ពុជានៅតែបន្តដោះស្រាយជាមួយភាគីថៃដោយសន្តិវិធីនិងដោះស្រាយតាមផ្លូវច្បាប់អន្តរជាតិពលគឺតុលាការយុត្តិធម៌អន្តរជាតិ ICJ ប៉ុន្តែសម្ដេចបានបញ្ជាក់ថាតាមច្បាប់អន្តរជាតិគឺយកតែតំបន់4ទេដែលនឹងឡើងទៅកាន់តុលាការឡាអេគឺតំបន់មុំ3ប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំនិងប្រាសាទតាក្របីខណៈតំបន់ផ្សេងទៀតនឹងបន្តដោះស្រាយគ្នាតាមទ្វេភាគីសូមស្ដាប់ប្រសាសន៍ពេញរបស់សម្ដេចដូចតទៅមិនគួរខ្លាចទេអារឿងបញ្ហាតុលាការនោះបើសិនជាភាគីទាំងសងខាងឃើញថាមានភាពអយុត្តិធម៌ខ្ញុំចង់จะឆ្ងល់ថាថៃបានចោទកម្ពុជារំលោភទៅលើថៃតែហេតុអីបានថៃខ្វះសេចក្តីក្លាហានប្តឹងកម្ពុជាទៅកាន់តុលាការខ្ញុំសូមចោទសួរទៅអ្នកទីក្រុងបាងកកអ្នកចោទប្រទេសកម្ពុជាថាជាប្រទេសជាអ្នករំលោភលើអធិបតេយ្យថៃប៉ុន្តែហេតុអ្វីអ្នកមិនប្តឹងកម្ពុជាទៅកាន់តុលាការអន្តរជាតិខ្ញុំសូមសួរអ្នកហើយហេតុអ្វីបានជាអ្នកមិនព្រមឡើងតុលាការជាមួយនឹងកម្ពុជាសូមប្រជាជនថៃសូមប្រជាជនកម្ពុជាក៏សូមគាត់មិត្តភ័ក្តិនៅលើពិភពលោកពិចារណាអំពីបញ្ហានេះឲ្យបានដិតដល់ហេតុអ្វីបានត្រូវខ្លាចតុលាការហើយបើថាកម្ពុជាជាអ្នករំលោភមិនក៏មិនប្រឹងទៅតុលាការយើងធម្មតាប្រទេសមួយតែមានតុលាការមិនអញ្ចឹងបើមានអាណាមួយមិនសុខចិត្តទៅប្រឹងទៅតុលាការហើយនៅលើពិភពលោកវាមានតុលាការអន្តរជាតិមួយចុះបើខ្លួនមិនសុខចិត្តមិនក៏ខ្លួនមិនប្រឹងទៅតុលាការរឿងនេះខ្ញុំគិតថាមេដឹកនាំថៃគួរយល់អំពីបញ្ហានេះមិនគួរខ្លាចនៅអ្វីដែលជាផ្លូវច្បាប់ទេហើយការប្រឹងទៅតុលាការនេះតុលាការកាត់សេចក្តីវាផ្ដល់នៅភាពងាយស្រួលឲ្យរដ្ឋាភិបាលធ្វើការពន្យល់ប្រជាពលរដ្ឋរបស់ខ្លួនប្រសិនបើសាលដីកាតុលាការចេញមកគឺយើងងាយពន្យល់ទៅដល់ប្រជាពលរដ្ឋរបស់ខ្លួនថារឿងហ្នឹងតុលាការកាត់ក្តីមកអញ្ចឹងមិនមែនរដ្ឋាភិបាលធ្វើណាយើងបានប្រាក់ពាក្យប្រឹងទៅហើយឧទាហរណ៍យើងចាត់ទុកថាចំណុចកនេះជាដីយើងទីគេដីកម្ពុជា
ថៃក៏ចាត់ទុកថាជាដីរបស់ថៃចឹងទេបើសិនជាកម្ពុជាដកថយក៏ប្រជាជនកម្ពុជានឹងជេររដ្ឋាភិបាលប្រសិនបើថៃដកថយក៏ប្រជាជនថៃជេររដ្ឋាភិបាលប៉ុន្តែបើសិនជាតុលាការកាត់ថាជារបស់កម្ពុជាគឺថៃក៏ងាយស្រួលក្នុងការបកស្រាយប្រាប់ប្រជាជនថារឿងនេះមកពីតុលាការកាត់អញ្ចឹងឯកម្ពុជាប្រសិនបើគេកាត់ថានឹងជារបស់ថៃក៏រដ្ឋាភិបាលងាយស្រួលក្នុងការបកស្រាយឲ្យប្រជាពលរដ្ឋរបស់ខ្លួនអញ្ចឹងហេតុអ្វីក៏ថៃមិនព្រមទី1ថាកម្ពុជាបំពេញខ្លួនបើបំពេញខ្លួនមិនក៏មិនប្រឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឬក៏មិនប្រឹងទៅតុលាការអន្តរជាតិតុលាការឡាអេតែម្ដងទៅយើងចោទជាសំណួរបញ្ជាក់និយាយទៅវិញហើយហេតុអ្វីបានខ្លួនតតចោលនៅដំណើរការផ្លូវច្បាប់បើនិយាយតាមមួយបែបទៅគឺមានតែអ្នកខ្វះសុចរិតភាពទេដែលខ្លាចដំណើរការផ្លូវច្បាប់នោះសូមអរគុណចំពោះការតាមដានទស្សនាវីដេអូបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តសូមកុំភ្លេចជួយ like និង subscribe Channel របស់ពួកយើងដើម្បីទទួលបាននូវព័ត៌មានថ្មីៗនិងចំណេះដឹងថ្មីៗបន្ថែម Subscribe for more